តើ Range Rover Evo របស់ចិនដែលបងប្អូនធ្លាប់ឃើញនេះវាត្រូវបានក្រុមហ៊ុន Jaguar និង Land Rover ប្តឹងហើយក៏ចាញ់ក្តីហើយក៏បញ្ឈប់ការផលិតបាត់ទៅហើយមួយរយៈនេះគឺមានលេចលឺព័ត៌មានជាច្រើនពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុននាំចូលរថយន្តបានសម្រេចប្រកាសនៅសិទ្ធិនាំចូលជាផ្លូវការផ្ដាច់មុខស្របតាមច្បាប់និងចាត់វិធានការទៅលើអ្នកដែលលួចនាំចូលទាំងឡាយខ្ញុំក៏នឹកឃើញដល់ឡាន Range Rover Copy របស់ប្រទេសចិនមួយដែលមានរូបរាងស្រដៀងគ្នាខ្លាំងមែនទែនជាមួយនឹង Range Rover Evo ដោយសារតែរូបរាងស្រដៀងទៅនឹង Land Rover Evo ខ្លាំងពេកនឹងហើយបានធ្វើឲ្យ Landwind H7 របស់ក្រុមហ៊ុនផលិតរថយន្ត Jiangling Group រងបណ្ដឹងហើយចាញ់ក្តីយ៉ាងអាម៉ាស់មួយក្នុងតុលាការនៃទីក្រុងប៉េកាំងរបស់ប្រទេសចិនក្រោយពីឈ្នះក្តីលើរឿងនេះថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកច្បាប់របស់ Jaguar និង Land Rover លោក Kate Benjamin បានលើកឡើងថាគាត់ពេញចិត្តនិងព្រមទទួលនៅការសម្រេចចិត្តរបស់តុលាការនៅឯទីក្រុងប៉េកាំងម្យ៉ាងវិញទៀតការធ្វើបែបនេះគឺជាការសម្រេចដ៏ត្រឹមត្រូវបំផុតដែលមានគុណប្រយោជន៍ការពារម្ចាស់ដើមនិងការពារអ្នកវិនិយោគធំៗមកពីបរទេសគួរបញ្ជាក់ផងដែរថា Landwind H7 គឺជារថយន្ត Compact SUV មួយដែលមានឆ្នាំផលិតចាប់ពី2015ដល់2019ដែលវាទទួលបាននូវការចាប់អារម្មណ៍ខ្លាំងដោយសារតែរូបរាងស្រដៀងគ្នាទៅនឹង Range Rover Evo បើដូចល្មមមិនថាទេតែនេះដូចស្ទើរទាំងស្រុងពីមុខដល់ក្រោយពីក្រៅដល់ក្នុងចុងក្រោយបានត្រឹមតែទឹកភ្នែកមានមតិយោបល់ផ្សេងៗបងប្អូនអាចធ្វើការ comment បាន